កូនក្មួយទាំងអស់គ្នាមិនបានស្ដាប់សំណួរជាច្រើនរបស់ក្មួយដែលកំពុងតែមានបញ្ហាហិរញ្ញវត្ថុនៅក្នុងក្រុមគ្រួសារជីវិតជាប់បំណុលដែលចាក់ស្រេះដូចឫសកែវក្មួយបានលំអុយលំអែអំពីការមិនយកចិត្តទុកដាក់ចំពោះស្វាមីឬក៏ភរិយាក្មួយខ្លះក៏តែងតែសប្បាយចិត្តអំពីថាលំបាកប៉ុណ្ណាក៏ដោយបាត់ការន័យហត់ដោយថាមានការលើកទឹកចិត្តអំពីស្វាមីនិងភរិយារឿងពីរនេះខុសគ្នាមានបោកនិងដកអត់លុយដូចគ្នាក៏ប៉ុន្តែគ្រួសារមួយគឺមានកម្លាំងចិត្តអត់លុយដូចគ្នាគ្រួសារមួយកំពុងតែដុនដាបវេទនាថែមកត្តាសំខាន់បំផុតពេលដែលមីងកំពុងតែមានវិបត្តិអ្នកដែលលើកទឹកចិត្តជំរុញទឹកចិត្តមីងមុនគេគឺស្វាមីរបស់មីងកម្លាំងចិត្តរបស់មីងកើតមានឡើងមានធម៌ពលដោយសារមើលឃើញឆ្នាំញញឹមលើកកម្ពស់លើកទឹកចិត្តអំពីស្វាមីមើលឃើញគោលដៅដើម្បីជំរុញកូនឲ្យកូនខ្លាយជាមនុស្សម្នាក់មនុស្សល្អចោះគេចុះឯងនៅក្នុងសង្គមមើលឃើញគោលដៅជីវិតរបស់ខ្លួនឯងថាខ្លួនឯងបានកំណត់តាំងពីអតីតកាលថាខ្លួនឯងដើរដល់ណាមួយទាំងអស់គ្នាពេលដែលក្មួយគិតបែបនេះធ្វើឲ្យក្មួយមានធម៌ពលធ្វើឲ្យក្មួយមានពេលវេលាធ្វើឲ្យក្មួយដោះខាត់សម្លៀងខ្លួនឯងតាមពិតការអត់ធ្មត់ការតស៊ូអត់ទ្រាំវាអត់លំបាកអ្វីដែលលំបាកក្មួយត្រូវតែមានវិន័យពេលដែលអត់មានដាក់វិន័យចំពោះខ្លួនឯងណាការចាយវាយការដើរហៅក្នុងក្រុមគ្រួសារការទៅចូលរួមកម្មវិធីសង្គមមិញកាត់បន្ថយទាំងអស់មិនខ្វល់ថាអ្នកណារាប់អ្នកណាមិនអ្វីដែលមិញត្រូវធ្វើគឺកុំឲ្យឪពុកម្ដាយពិបាកចិត្តពេលលំបាកបំផុតគឺកុំឲ្យកូនពិបាកចិត្តធ្វើម៉េចឲ្យកូនខំប្រឹងរៀនពេលដែលលំបាកបំផុតគឺលួងលោមខ្លួនឯងថាខ្លួនឯងអាចធ្វើបានគ្រប់រឿងដូច្នេះមិញលើកទឹកចិត្តឲ្យកូនក្មួយទាំងអស់គ្នាថាទាំងអស់នេះជីវិតទាំងអស់អ្នកណាក៏ធ្លាប់មានបញ្ហាគ្រាន់តែបញ្ហាទាំងអស់វាមានកម្រិតខុសគ្នាស្ដារខ្លួនឯងឡើងគឺដោយសារមានគោលដៅដើរឲ្យត្រង់ទៅរកគោលដៅឲ្យច្បាស់ជាមួយគោលដៅហើយឲ្យល្អបំផុតអំពីចំណេះជំនាញដែលកំពុងធ្វើជាក់ស្ដែងរបស់មីងពីមុនមីងគឺជាម្ចាស់ហាងបញ្ចាំមីងគឺជាម្ចាស់ហាងកាហ្វេមីងគឺជាម្ចាស់ហាងមីមីងគឺជាម្ចាស់កសិដ្ឋានផ្សេងឡើងក៏ប៉ុន្តែអចលនត្ររបស់មីងគឺផ្ដើមចេញមកដោយគោលដៅតាំងពីក្មេងថាមីងនឹងខ្លាយទៅជាមនុស្សម្នាក់ដែលជាស្ត្រីឈរលើវិស័យអចលនត្រពូកែមិនថាឈ្នះគេទេក៏ប៉ុន្តែមីងគិតថាមីងអាចធ្វើបានហើយពូកែនេះគឺជាមីងរបស់ក្មួយៗទាំងអស់គ្នា